ភិវាទនៈសីលេសនិច្ចំវុធាបច្ច័យណោចតរោធម្មាវធម្មតិអាយុវណ្ណោសុខំពលំមុននឹងបានចម្រើននៅពុទ្ធមង្គលពរទាំងឡាយ4ប្រការទី1គឺអាយុសូមប្រគេននឹងចម្រើនពរដល់ព្រះមហាសង្ឃាធិបតីព្រះអធិមនីមង្សាងបច្ចាអធិការនៃវត្តមនីសុតារាមនិងជាប្រធាននៃពុទ្ធិកសមាគមព្រះសង្ឃខ្មែរសល់អាមេរិកសូមមានប្រជាជនមានយុជារយនៃព្រះវស្សាបតរណាម្ចាស់វណ្ណៈសូមឲ្យមានពណ៌សម្បុរកាយស្រស់បោះសោភាពលៈសូមឲ្យមានកម្លាំងកាយនិងកម្លាំងសទ្ធាក្លេក្លានៅក្នុងព្រះពុទ្ធសាសនាបណ្ដាលពុទ្ធមង្គលពរទាំងឡាយ4ប្រការនេះវត្តធម្មតោចូលចម្រុងចម្រើនប្រគេនកើតមានដល់បកករណាម្
ចាស់ក៏ដូចជាញាតិញោមសាធុស័ព្ទប្រុសប្រុសស្រីដែលបានរតនានិមន្តនិងអញ្ជើញចូលរួមសន្និបាតនៅក្នុងឧបោសថាគារនាវត្តមនីសុតារាមត្បិតនៅក្នុងរតេនារាត្រីនេះគណៈកម្មការក៏ដូចជាក្រុមនៃអភិបាលក៏ដូចជាក្រុមនារីសិលធម៌សាធុស័ព្ទប្រុសប្រុសស្រីអស់លោកជាពុទ្ធបរិស័ទទាំងអស់គ្នាបានអញ្ជើញចូលរួមប្រជុំព្រមនៅក្នុងកិច្ចកម្មវិធីនាវត្តមនីសុតារាមដើម្បីប្រារព្ធនៃកម្មវិធីចម្រើនព្រះបរិត្តសូត្រមន្តអង្គកឋិនទានសាមគ្គីដែលនៅក្នុងនោះញាតិញោមសាធុស័ព្ទប្រុសអស់លោកទាំងអស់គ្នាក៏ដូចជាក្រោមចំណាត់ការចំអល់បង្ហាញអំពីព្រះមហាសង្ឃាធិបតីក៏ដូចជាក្រុមអភិបាលនៃគណៈអភិបាលវិចារគណៈកម្មការនារីសិលធម៌ពុទ្ធបរិស័ទចិត្តឆ្ងាយទាំងអស់គ្នាតាមបណ្ដាលស្ទើររៀងខ្លួនក៏ដូចជាបានអញ្ជើញមកដើម្បីបានរៀបចំនៃកិច្ចកម្មវិធីសូត្រមន្តចម្រើនព្រះបរិត្តនៅក្នុងវរឱកាសពេលនេះកិច្ចនៃកម្មវិធីធ្វើត្បិតតែញាតិញោមសាធុស័ព្ទបរិសអស់លោកទាំងអស់គ្នាបានរៀបចំមានប្រមាណប៉ុណ្ណេះប្រកបទៅដោយសុភណភាពគួរជាទីជ្រះថ្លាដែលមាននៅក្នុងឱកាសវេលាគ្រានេះបានកើតឡើងប្រកបទៅដោយអង្គកឋិនទានមានត្រៃតម្កល់មុខព្រះរតនត្រ័យជាដើមកិច្ចជាខាងដើមញាតិញោមទាំងអស់គ្នាបានរៀបចំបូជានៅគ្រឿងសក្ការៈទាំងឡាយមានប្រទីបជ្វាលាជាដើមថ្វាយចំពោះនៃគុណព្រះរតនត្រ័យប្រារព្ធឧទ្ទិសនៅបុណ្យកុសលតម្កល់ជាចេតនានេះប្រារព្ធឧទ្ទិសដល់ញាតិកាដូនតាទាំងអស់គ្នាដែលលោកបានលះលោកនេះទៅកាន់ប្រាក់លោកខាងមុខហើយនៅឡើយនៅក្នុងវរឱកាសពេលនេះដែរញាតិញោមទាំងអស់គ្នាបានឃើញហើយថាពិធីបុណ្យអង្គកឋិនទានដែលមាននៅក្នុងព្រះពុទ្ធសាសនានៃព្រះចិនស្រីដែលយើងនេះបានរៀបចំចាត់ចែងប្រមាណជា2សប្តាហ៍កន្លងមកហើយតាំងពីថ្ងៃប្រសង់បវរណាចេញភាសាមករហូតដល់ទៅក្នុងសប្តាហ៍នេះដូច្នេះហើយបានជាគណៈកម្មការក៏ដូចជាពុទ្ធបរិស័ទទាំងអស់គ្នាលោកបានរៀបចំនៅបរិក្ខារគ្រឿងតៃវត្ថុទាំងអស់នេះជាពិសេសក្រុមនារីសិលធម៌បានរៀបចំតាំងពីថ្ងៃប្រសង់ចេញភាសាមករហូតដល់មកគ្រឿងត្រៃនឹងក៏មើលតាមបណ្ដាញសង្គមគឺរីកស្គុះស្គាយនៅក្នុងឧបោសថាគារនឹងច្រើនមកហើយនឹងតាមការប្រមាញ់មើលមកណាហើយមិនត្រឹមតែប៉ុណ្ណោះសោតនៅពេលថ្ងៃរសៀលបន្ទាប់អំពីប្រសង់ទទួលនៅចង្ហាន់ហើយក៏គណៈកម្មការបុណ្យនឹងបានអាប់ដេតនៅត្រៃនឹងឲ្យបានស្អាតថែមទៀតដូច្នេះហើយលោកចាគណៈកម្មការក៏បានធ្វើប្រកាសនវិជ្ជាមានការរៀបចំប្រកបប្រកាសដល់ពពួកទេវតាអារាមទេវតាព្រមទាំងទេវតាដែលថែរក្សានៅក្នុងអនន្តចក្រវាលទាំងមូលដែលជុំវិញបានរៀបចំធ្វើបទនមស្ការបរតនត្រ័យព្រមទាំងធ្វើនៅកិច្ចកម្មវិធីសមាទានសិលនិមន្តប្រសង់ចម្រើនបរិត្តព្រមទាំងធ្វើកិច្ចកម្មវិធីប្រកបប្រកាសពុបហេតុដែលនាំឲ្យកើតនៅកម្មវិធីបុណ្យអង្គកឋិនទានដែលមានតម្កល់ត្រៃធំព្រមទាំងបរិក្ខារព្រមទាំងគ្រឿងអមត្រៃផ្សេងជាដើមនេះដើម្បីបញ្ជាក់ឲ្យឃើញថាកិច្ចកម្មវិធីបុណ្យដែលលោកអាចារ្យគណៈកម្មការពុទ្ធបរិស័ទទាំងអស់គ្នានៅក្នុងវេលាថ្ងៃនេះក៏ដូចជាថ្ងៃស្អែកនឹងបានអញ្ជើញមកចូលរួមហែហោមអង្គកឋិនទាននឹងបានវេប្រគេនប្រសង់ដែលគង់ចាំប្រវត្តិសានាពុទ្ធសីមាវត្តមនីសុតារាមដូច្នេះប្រកាសនហេតុវិចារដែលខ្ញុំបកណាបានរៀបរាប់នឹងចម្រើនមកប៉ុណ្ណេះដើម្បីបានជួនចម្រើននៅពុទ្ធមង្គលពរទាំងនេះក៏សូមចម្រើនពរ
นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะញោមបករណាម្ចាស់សូមនមស្ការចំពោះប្រជុំ3នៃព្រះរតនៈមានពុទ្ធសរណៈជាដើមអាតរេអ្នកដោយសេចក្តីគោរពសពន្តរាយៈនិវារណដ្ឋាំងបន្តអំពីការប្រារព្ធធ្វើបទនមស្ការនិងភិយាចនៈគាថាដ៏សង្ខេបបែបខ្លីនេះទៅនិងតម្រូវឲ្យអង្គខ្ញុំបកណាអាត្មាភាពនិងអារតនីនៅប្រសធម្មដើម្បីសម្ដែងប្រគេនជម្រាបចែកជូនសាធុសប្បុរសញាតិញោមប្រុសស្រីទាំងអស់គ្នាដែលកំពុងតែនិមន្តនិងអញ្ជើញសម្ដាប់នៅពធទេសនានៅក្នុងវរឱកាសពេលហ្នឹងអ្វីត្បិតតែពធទេសនានៅក្នុងពេលរាត្រីនេះគឺជាការសម្ដែងដំបូងហើយដូច្នេះហើយមានអារម្មណ៍ភ័យព្រោះសាលាវិហារធំហ្នឹងទៅធ្លាប់មកការបុណ្យនោះមនុស្សច្រើនដល់ថ្ងៃនេះមើលទៅត្រៃច្រើនញាតិញោមល្មមហ្នឹងហើយអានេះ first time គេទេសនាស្អែកហ្នឹងស្អែកសង្ឃឹមតែច្រើនតែបើមិនអត់ឃ្លៀងណាចាបាទចឹងគម្រោងនៃការហែអង្គកឋិនទានហ្នឹងព្រាបបានដូចជាយើងហែពីរាជហង្សពីខ្លងទ្វារមកណាល្ងាចហ្នឹងទៅដល់ផ្ទះហើយកុំអាសម្រាប់រៀបចំធ្វើដំណើរដែលយើងទៅហែការពីមុនមកហ្នឹងស្អាតបូត្រៃនឹងល្អត្រឹមត្រូវស្អាតណាស់ចឹងក្រុមគណៈកម្មការហ្នឹងគាត់នឹងរៀបចំនឹងហែចឹងសូមញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាជ្រះថ្លាអនុមោទនានៅក្នុងការដង្ហែនៃអង្គកឋិនទានហើយចម្រើនពរថានៅក្នុងពេលដែលស្ដាប់នៅពុព្វហេតុក៏ដូចជាសន្តរកថារបស់យោមស្រីដែលគាត់បានថ្លែងនៅសន្តរកថាអំបញ្ញមិញហ្នឹងគឺគូវាសបញ្ជាក់អំពីកម្មវិធីបុណ្យអង្គកឋិនទានដែលអង្គកឋិនទានសាមគ្គីនៅក្នុងវត្តមនីសុតារាមក៏ដូចជាទីកន្លែងផ្សេងទាំងអស់គ្នាញាតិញោមបានសម្ដាប់បានដឹងយល់ហើយថាពិធីបុណ្យនេះពេលណាដែលលោកអាចារ្យគណៈកម្មការតំណាងពុទ្ធបរិស័ទទាំងអស់គ្នាបានវេនៅអង្គកឋិនទានមានន័យថាការផ្ដាច់កម្មសិទ្ធិអំពីម្ចាស់ត្រៃឲ្យទៅជារបស់សង្ឃអញ្ចឹងញាតិញោមគឺអស់សិទ្ធិនៅក្នុងពេលត្រឹមការវេនឹងហើយមុននឹងវេនោះអាចារ្យក៏គាត់សួរដែរតើបដិញ្ញាឲ្យតាំងចិត្តថាដាច់ចិត្តនឹងវេឲ្យនៅអញ្ចឹងណាហ្នឹងហើយបើអញ្ចឹងហើយក៏គាត់នាំវេទៅក៏ប៉ុន្តែនៅក្នុងនោះដែរក៏នឹងបានបញ្ជាក់អំពីការជ្រះថ្លារបស់បុណ្យដែលក្នុងផ្ទៃនៃសន្តរកថាបានបញ្ជាក់អំពីចេតនារបស់ញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាដែលជាម្ចាស់ត្រៃអង្គកឋិនទានដង្ហែចូលមកកាន់វត្តមនីសុតារាមនៅក្នុងឱកាសពេលនេះបានប្រារព្ធទៅលើចេតនាពោលគឺសេចក្តីជ្រះថ្លាដែលនៅក្នុងនោះចេតនាព្រះបរមភគវីព្រះអង្គទ្រង់ត្រាស់សម្ដែងមកតែចេតនាហង្ភិកវេបញ្ញងវទាមិមនាលភិក្ខុទាំងឡាយចេតនាគឺជាតួបុណ្យមិនចឹងចេតនាហ្នឹងចេតនាគឺជាតួបុណ្យចេតនាគឺជាការកងចិត្តនឹកភ្នោកទៅដល់អារម្មណ៍ទៅដល់ចិត្តគំនិតនោះគេឲ្យឈ្មោះថាចេតនាពោលគឺការជ្រះថ្លាចេះចេតនាមិនមានម៉ានnumber 1ចេតនាណាបើថាមាន3ចេះហើយចឹងណា
ហ្នឹងហើយចឹងចេតនាទាំង3យ៉ាងហ្នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គលោកសម្ដែងមកថាជាតួរបស់បុណ្យណាជាតួរបស់បុណ្យអញ្ចឹងបើតួរបស់បុណ្យគឺជាសេចក្តីជ្រះថ្លាបុណ្យគឺកើតឡើងដោយការស្អាតនៅកាយស្អាតនៅវិជ្ជាស្អាតនៅចិត្តហ្នឹងហើយប្រកបទៅដោយកាយវិជ្ជាចិត្តនឹងឯងលោកឲ្យឈ្មោះថាជាចេតនាកើតឡើងតាមផ្លូវកាយតាមទ្វារកាយទ្វារវិជ្ជាហើយនឹងចិត្តអញ្ចឹងចេតនាទី1លោកឲ្យឈ្មោះថាជាពុព្វចេតនាចេតនាខាងដើមបានទៅដល់ចេតនាពលគឺការនឹកគិតផ្យងគិតត្រង់តែគិតពិចារណាតែថ្ងៃហ្នឹងគឺជាថ្ងៃសៅរ៍សូត្រមន្តចម្រើនព្រះបរិត្តនៅវត្តមនីសុតារាមញាតិញោមទាំងអស់គ្នាជ្រះថ្លាតាមពីថ្ងៃដាក់បិណ្ឌមកនោះរហូតដល់ទៅថ្ងៃឆ្លងជុំបិណ្ឌអីមកហើយនឹងមកនឹកមានអារម្មណ៍មកថាត្រូវតែជ្រះថ្លាប្រគេនត្រៃប្រគេនស្បង់ស្បាយត្រៃជីវរដល់ព្រះភិក្ខុសង្ឃដែលគង់ចាំប្រវសារួចហើយនឹងចេតនាពីពេលនោះសូម្បីតែចេតនាមួយទៀតគេហៅថាចេតនាជាខាងដើមបខំមកចេតនានោះបានសេចក្តីមកថាក្រន់ថានឹកឃើញស្លអីខុបអីក៏ដោយនឹងជ្រះថ្លាប៉ុណ្ណឹងណានឹងជ្រះថ្លាប៉ុណ្ណឹងចឹងខាងដើមលោកឲ្យឈ្មោះថាជាពុព្វចេតនាពុព្វប្រែមកទៅខាងដើមចេតនាការជ្រះថ្លាចឹងការជ្រះថ្លាខាងដើមដំបូងនេះគឺយើងកោងនៅចិត្តរបស់យើងបានទៅដល់តួចេតសិកគឺជាការនឹករលឹកដល់តួចេតនារបស់ប៉ុណ្ណឹងទី1ទី2ឲ្យឈ្មោះថាមុញ្ញនៈចេតនាចេតនាពលគឺការខ្វល់ខ្វាយចាត់ចែងធ្វើកំពុងធ្វើសកម្មភាពដែលយើងកំពុងធ្វើនៅក្នុងឱកាសពេលហ្នឹងរៀបចំចាត់ចែងមើលទៅគឺថាខ្វះតំណែងបន្តិចរកតំណែងបន្តិចត្រូវយកមកខ្សែផ្សំអញ្ចឹងឲ្យទៅជាស្អាតឲ្យទៅជាល្អប្រពៃជ្រះថ្លានៅក្នុងពេលដែលកំពុងតែមានសកម្មភាពហ្នឹងអញ្ចឹងយល់ណាចឹងមានសេចក្តីមកថាបើសិនជាគេធ្វើឲ្យល្អឲ្យស្អាតទៅត្រឹមត្រូវយកជ្រះថ្លាទៅបើយើងជួយបន្តិចម្នាក់អញ្ចឹងទៅណាឲ្យកាន់តែល្អកាន់តែប្រពៃស្អាតអញ្ចឹងទៅនឹងគេឲ្យឈ្មោះថាជាមុញ្ញនៈចេតនាអបរាប្រចេតនាគឺជាចេតនាចុងក្រោយបានសេចក្តីមកថាពេលណាដែលសាងសន្សំកុសលផលបុណ្យនៃការកើតឡើងនៅក្នុងការធ្វើទៅហើយរួចរាល់កំពុងនឹងហើយចាត់ចែងធ្វើនឹងសពគ្រប់បែបយ៉ាងទាំងអស់លាងចានជូតសម្អាតភ្លេងទុកដាក់ជាធានបាយបោះបំរើទៅទេសពគ្រប់បែបយ៉ាងទាំងអស់គ្នាទៅដល់ផ្ទះក៏សប្បាយរីករាយដែរមិនហត់អីទៅរករឿងគឺចឹងចេតនាហ្នឹងគឺជាចេតនាមួយចុងក្រោយត្រង់តែនឹកអារម្មណ៍ទៅចេតនារបស់យើងដោយការនឹកទៅដល់ក្នុងអារម្មណ៍នៃការផ្គងនៅចេតនាចុងក្រោយរបស់យើងគេឲ្យឈ្មោះថាជាអបរាប្រចេតនានឹងមាន3យ៉ាងហ្នឹងចឹងយល់ណានឹងសង្ខេបមកប៉ុណ្្នឹងទៅអំពីពាក្យថាចេតនាហ្នឹងព្រោះថ្ងៃនេះយើងរៀបចំចម្រើនបរិត្តកថាផងហើយអញ្ចឹងញាតិញោមសាធុសប្បុរសអស់លោកពុទ្ធបរិស័ទទាំងអស់គ្នាគួរកត់បញ្ជាក់ចំណាំមកថាថ្ងៃនេះគឺជាថ្ងៃចម្រើនសូត្រមន្តអង្គកឋិនទាននៃវត្តមនីសុតារាមពុទ្ធបរិស័ទទាំងអស់គ្នាគួរនឹងគប្បីបានដឹងគប្បីជ្រះថ្លាមកហើយថាអង្គកឋិនទានដែលកើតមានរៀងរាល់ឆ្នាំទាំងអស់គ្នាអញ្ចឹងបានសេចក្តីមកថាដំណើរដែលកើតមាននៅក្នុងកឋិនទាននៃព្រះពុទ្ធសាសនាហ្នឹងអស់លោកពុទ្ធបរិស័ទទាំងអស់គ្នានិយាយអំពីការសម័យថ្ងៃមួយព្រះបរមពុទ្ធស្ដេចឋិតសម្រានសាងព្រះអរិយាបថនៅក្នុងវត្តចេតពុនជាអារាមរបស់អនាថបណ្ឌិកសេដ្ឋីសាងថ្វាយនៅក្នុងក្រុងសាវត្ថីសម័យនោះឯងនិយាយអំពីភិក្ខុទាំង30រូបមានប្រកដីចង់ទៅគាល់បម្រើថ្វាយបង្គំព្រះបរមសាស្តានៅឯវត្តចេតពុនពេលដែលភិក្ខុទាំង30រូបនឹងធ្វើដំណើរទៅមិនទាន់ដល់វត្តចេតពុនផងនឹងក៏ជួននឹងដល់ឱកាសពេលវេលានោះគឺជាថ្ងៃចូលព្រះវស្សាអញ្ចឹងបានសេចក្តីមកថាស្គន់ដំណើរមិនអាចនិមន្តទៅទៀតបានភិក្ខុទាំង30អង្គនឹងក៏រកទីកន្លែងសេនាសនៈចាំវស្សានៅក្រុងសាកេតបុរីដើម្បីចាំព្រះវស្សាលោកពេល
បវរណាចេញប្រវសាចាប់សពគ្រប់បរិបរហើយក៏បានធ្វើដំណើរទៅកាន់វត្តចេតពុនក្រុងសាវត្ថីដើម្បីថ្វាយបង្គំផលព្រះសម្មាសម្ពុទ្ធនៅក្នុងវត្តចេតពុនពេលដែលចូលទៅដល់ថ្វាយបង្គំព្រះសម្មាសម្ពុទ្ធចប់សពគ្រប់ហើយយ៉ាងទៅព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គមានប្រាប់បន្ទូលរាក់ទាក់ទៅភិក្ខុទាំងឡាយធម្មនាលភិក្ខុទាំងឡាយសរីរយន្តរបស់ភិក្ខុទាំងឡាយមានការប្រព្រឹត្តទៅស្រួលពួលមានការប្រព្រឹត្តទៅល្អប្រសើរដោយចង្ហាន់បណ្ឌបាតវិច័យទាំងឡាយពួនដែរឬទេបានជាភិក្ខុទាំងឡាយទៅបបិទ្ធព្រះអង្គដោយចម្រើនទូលប្រាប់បង្គំខ្ញុំព្រះអង្គទាំងអស់គ្នាមានការប្រស្រ័យទៅដោយវិច័យ4មានការប្រព្រឹត្តទៅចង្ហាន់វ័នជូនក៏មិនមានការខ្វះដែរអញ្ចឹងទេបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គលោកសម្ដែងនៅធម្មីកថាត្រាស់ដល់ភិក្ខុទាំង30រូបណាធម្មីកថាដល់ភិក្ខុទាំង30រូបឲ្យភិក្ខុទាំង30រូបនឹងបានសម្រេចនៅអរហន្តកាត់បងនៅកិលេសហើយបានសម្រេចនៅធម៌ជាន់ខ្ពស់ទៅពេលនោះឯងព្រះសម្មាសម្ពុទ្ធព្រះអង្គក៏ទ្រង់មានប្រជន្តាថាបើសិនជាតថាគតបានតែងតាំងនៅកឋិនអថារកិច្ចតាំងពីដើមមកម្លេះមិនសមភិក្ខុទាំងនោះមានការទុកដាក់នៅត្រង់ស្បង់ស្បៃក្រៃចវរមិនមានការទៅទឹកហើយជួបជាប់ទៅដោយភ្លៀងពួកនោះទេព្រោះតែខែវស្សានេះមានការធ្វើដំណើរមកមានការប្រឡាក់ដោយស្បង់ស្បៃក្រៃចវរនឹងញាតិញោមពុទ្ធបរិស័ទអញ្ចឹងក៏ព្រះសម្មាសម្ពុទ្ធព្រះអង្គក៏ទ្រង់អនុញ្ញាតនៅកឋិនអថារកិច្ចថាអនុជានាមេភិក្ខវេវសង្ឃវុត្ថានំភិក្ខុណាំកតេណាំអដ្ឋរិតំអដ្ឋតកថេនទានាំវោភិក្ខវេបញ្ចកបេសន្តិធម្មនាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតនៅកឋិនអថារកិច្ចដល់ភិក្ខុដែលនៅគង់នៅចាំប្រវសារួចហើយមនាលភិក្ខុទាំងឡាយកាលបើភិក្ខុទាំងឡាយបានអនុមោទនាក្រាលនៅកឋិនរួចហើយអានិសង្សគុណទាំង5ប្រការរមែងបានសម្រេចដល់ភិក្ខុណាបានសម្រេចដល់ភិក្ខុអញ្ចឹងបានសម្រេចដល់ទៅភិក្ខុទាំង5យ៉ាងពោលគឺអានិសង្សទាំង5ប្រការហ្នឹងណាអានិសង្សទាំង5ប្រការហ្នឹងរមែងបានសម្រេចដល់ភិក្ខុដែលបានក្រាលអនុមោទនានៅកឋិនអថារកិច្ចហ្នឹងញាតិញោមជាពុទ្ធបរិស័ទកឋិនអានិសង្សកឋិនហ្នឹងបានសម្រេចនៅអានិសង្សគុណ5យ៉ាងហើយមានថេរវេលាគម្រប់5ខែទៀតណាអញ្ចឹងអានិសង្ស5ហ្នឹងគឺជាការសម្រាលនៅទុក្ខទោសរបស់ភិក្ខុការសម្រាលនៅទុក្ខទោសរបស់ភិក្ខុអានិសង្សទាំង5យ៉ាងនោះទី1គឺអនាមនចារោអសមាទានចារោគណៈភូចនាំងយាវតតជ័យវរញ្ញូចតតបរុបាទោសោនិសង្ឃពវិសតិនេះអានិសង្សរបស់ភិក្ខុអ្នកក្រាលអនុមោទនាកឋិនថ្ងៃស្អែកហ្នឹងបានអានិសង្ស5ហ្នឹងគ្រាន់ទុកដាក់ណាអញ្ចឹងអានិសង្សគុណទាំង5យ៉ាងហ្នឹងមានថេរវេលារហូតដល់ទៅ5ខែអនាមនចារោអសមាទានចារោគណៈភូចនាំងយាវតតជ័យវរញ្ញណែអានិសង្សគុណទាំង5ប្រការហ្នឹងនេះគឺជាអានិសង្សរបស់ភិក្ខុដែលគង់នៅខាងក្រោយហ្នឹងចាប់ពីថ្ងៃស្អែកទៅក្រាលអនុមោទនាកឋិនហ្នឹងទៅគឺបានសម្រេចហើយចាប់ពីថ្ងៃហ្នឹងទៅញាតិញោមបើវត្តណាបើចាប់ពីថ្ងៃ100ខែអាសត់មានន័យថាកឋិនហ្នឹងចាប់ផ្ដើមវេហើយភិក្ខុសង្ឃលោកក្រាលក្រងហើយអានិសង្សវាកើតពីពេលហ្នឹងប៉ុន្តែយើងត្រូវរកថ្ងៃនេះបើខុសពីថ្ងៃសៅរ៍អាទិត្យមិនបានមនុស្សប៉ុណ្ណឹងផងនឹងបានប៉ុណ្ណឹងចឹងបានសេចក្តីមកថាអានិសង្សហ្នឹងកើតឡើងដល់ភិក្ខុហ្នឹងញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាសម័យកាលនោះឯងឃើញថាកាលដែលកើតមានដល់ភិក្ខុនៅក្នុងព្រះពុទ្ធសាសនានេះសាធុសប្បុរសប្រុសស្រីទាំងអស់គ្នាលោកបានសម្ដែងបញ្ជាក់មកហើយថាអានិសង្សហ្នឹងកើតមានដល់ភិក្ខុរីឯកឋិនទានដែលមាននៅក្នុងសាសនានៃបច្ចិនស្រីនៃយើងនេះគ្រោះនិយាយមកពាក់កដាលរាត្រីហើយនឹងពីកឋិនហ្នឹងអត់ទាន់ដឹងតែអត្តន័យនៃពាក្យតែកឋិនយ៉ាងម៉េចកឋិនមកអំពីកថាធាតុនិងអិណបច្ច័យកថាប្រែមកថាពូលប្រែមកថានិយាយប្រែមកថាសម្ដែងកឋិនហ្នឹងណាបើមិននិយាយបើមិនពូលបើមិនសម្ដែងគេមិនឈ្មោះថាកឋិនទេ
ចឹងកថាប្រែមកថានិយាយប្រែមកថាពូលសំដែងប៉ុន្តែតាមនៅក្នុងន័យនៃអត្ថកថាកថាលោកប្រែមកនៅក្នុងអត្ថពីរយ៉ាងទី1ប្រែមកថាពូលសរសើរឬក៏បានសេចក្តីមកថារស់នៅបានដោយកម្រទី1រស់នៅបានដោយកម្រទី2ប្រែមកថាពូលសរសើរកថាហេតុដូចម្ដេចបានជាលោកថារស់នៅបានដោយកម្រព្រោះថាការកើតឡើងទៅជាកថានៃជីវោការកើតឡើងទៅជាកថានៃទាននឹងប្រៀបបានដូចជាទានដតីមានលក្ខណៈពិសេសណាស់ញាតិញោមពុទ្ធបរិស័ទមានលក្ខណៈពិសេសមកថាតម្រង់នឹងបានកើតទៅជាកថាបើសម័យពុទ្ធកាលក្រនឹងបានកើតទៅជាកថាគឺស្បង់ស្បែកត្រៃជីវរនឹងមានការលំបាកណាស់តម្រង់នឹងបានកើតមកជួនកាលសម្ភារៈនៅរបស់កថានេះមានប្រមាណជា3យ៉ាងមានស្បង់មានជីវរនិងសង្កេតីនេះគឺជាវត្ថុរបស់កថាហ្នឹងមានតែ3យ៉ាងទេប៉ុន្តែកថារហូតដល់សម័យនេះប្រៀបបានដូចជាកថាសម្ពុតកោស័យពណ៌ខាងក្រោយដែលគួរមកសិតតែពណ៌គោលមិនបានសោយនិយាយមែនទេតុបតែងរៀបចំស្អាតបានត្រឹមត្រូវហ្នឹងហើយអាត្មាក៏ចេះតែលួចគំនិតពីនេះតាដែរពណ៌វត្តឯក្រយកដែរស្គាល់ផងចាំតិចទៀតសម្រាប់អញ្ចឹងបានសេចក្តីមកថាលោកព្រាបបានមកថាកថានោះប្រែមកថាពាក្យថាក្រនៅក្នុងទីនេះមិនក្រអីទេញាតិញោមពុទ្ធបរិស័ទប៉ុន្តែក្រនឹងការកើតឡើងទៅជាកថាជួនកាលនៅក្នុងទីនេះក្តីវាខុសអំពីស្រុកខ្មែរខុសអំពីប្រទេសដើមកំណើតរបស់យើងមានអាចារ្យគណៈកម្មការពុទ្ធបរិស័ទទាំងអស់គ្នាអំពីលាវដាក់ឈ្មោះកត់ឈ្មោះហ្នឹងទៅញោមជ្រះថ្លាមួយត្រៃក្តីមួយលៀងក្តីហ្នឹងទៅចូលជាសម្ភារៈបរិខាកថាហ្នឹងទៅប៉ុន្តែបវត្តខ្លះញាតិញោមខ្លះជួនកាលអាចារ្យគាត់ខ្វះមុខខ្វះក្រោយបានសេចក្តីមកថាគាត់មិនធ្លាប់បានឆ្លងកាត់នៃពុទ្ធសាសនាបានញោមខ្លះក៏បានតិចញោមខ្លះក៏បានច្រើនអញ្ចឹងទៅអញ្ចឹងបើមានភាពលំបាកប្រសងក៏អញ្ចឹងទៅវិញឆ្លៀតសួរប្រសងបើឆ្លៀតសួរប្រសងអញ្ចឹងដល់ប្រសងលោកធ្វើកិច្ចការងារហ្នឹងទៅវាមានភាពលំបាកឆ្គាំឆ្គងទៅដោយផ្នែកខាងព្រះវិន័យទៀតដូច្នេះហើយបានជាលោកអនុឡោមទៅតាមកិច្ចហ្នឹងទៅអញ្ចឹងពាក្យថាការក្រនឹងក្រកើតទៅតាមរបៀបផ្លូវវិន័យក្តីក្រទៅតាមរបៀបផ្លូវនៃការធ្វើទាននោះក្តីអញ្ចឹងបានជាលោកប្រៀបបានដូចជាឈើស្រស់ដែលយើងកាត់ចែងចាក់ដើមហើយយកទៅបោះទៅជាប់នឹងដីពេលណាដែលដើមឈើនឹងដុះមានការលូតលាស់ដោយក្តៅដោយត្រជាក់ដោយសន្សើមយ៉ាងណាមិញធម្មតាដូចឈើអូកដូចផ្កាឬក៏អ្វីៗជាដើមបើយើងផ្សំវាចេញឬប៉ុន្តែឈើខ្លះជួនកាលយើងកាច់យកទៅដោតណាដោះឬដែរប៉ុន្តែជួនកាលអាចស្លាប់ជួនកាលអាចរស់បើយើង take care ឲ្យមែនតែនទៅជួនកាលរស់ហ្នឹងទៅតែបើសិនតែជួនកាលទៅត្រជាក់ពេកក៏ស្លាប់ក៏ងាប់អញ្ចឹងទៅវាទៅតាមអំណាចនៃធម្មជាតិយ៉ាងណាមិញកថាក៏កើតឡើងនៅក្នុងពេលនោះដែរអញ្ចឹងបានជាលោកប្រៀបបានដោយថាកថាគឺកើតឡើងដោយការក្រគឺក្រដូច្នេះក្រនឹងកើតឡើងទៅជាកថាពីព្រោះសទ្ធាញាតិញោមពុទ្ធបរិស័ទអាត្មាថាមិនក្រទេមិនលំបាកទេចង់អូដឺបែបយ៉ាងណាប្រភេទណាជាពោសោតក្តីជាពោអីក្តីតម្លៃប្រមាណក៏បានអាចយកមកបានប៉ុន្តែដល់ពេលការកើតឡើងឲ្យទៅជាកថាវាមានភាពងាយក្រទៅតាមរបៀបផ្លូវព្រះវិន័យហ្នឹងទៅអញ្ចឹងអាត្មាមិនសំដែងឲ្យជ្រាលជ្រៅទៅតាមនេះទេព្រោះធម៌ទេសនាលើកទី1ផងទី2និយាយអំពីការពោលសរសើរប្រសម្ពុទ្ធព្រះអង្គលោកពោលសរសើរអំពីអានិសង្សគុណនៃការកើតអំពីអង្គធនទាននេះណាស់ញាតិញោមពុទ្ធបរិស័ទបានសេចក្តីមកថាអស់លោកទាំងអស់គ្នាមានសទ្ធាជ្រះថ្លាហែហោមអង្គធនទានដែលកើតមាននៅក្នុងទីនេះយកមកដង្កល់ប្រគេនចំពោះព្រះសង្ឃដែលគង់ចាំប្រវសានៅក្នុងពតសីមាណាមួយដើម្បីលោកបានអនុមោទនាក្រាលនៅកថាវាលុះតែភិក្ខុសង្ឃដែលគង់ចាំប្រវសានៅក្នុងទីនោះដោយមិនដាច់នៅភាសាទើបអាចក្រាលនិងអនុមោទនាកថាបានញោមឆ្ងល់ថាចុះបើសិនវត្តខ្លះមានមួយអង្គចុះខ្លះពីរអង្គធ្វើម៉េចទៅត្រូវប្រវាស់គេត្រូវខ្ចីគេពាក្យនៅក្នុងសាសនាហៅថានិមន្តមកបំពេញគណៈបរិកៈមែនទេ
ដើម្បីឲ្យប្រសងលោកធ្វើកិច្ចសង្កកម្មទៅតាមរបៀបព្រះវិន័យចឹងទៅណាអញ្ចឹងបានសេចក្តីមកថាការកើតឡើងនឹងគឺប្រៀបបានដូចនេះអញ្ចឹងបានជាព្រះអង្គលោកពូលសរសើរអំពីអានិសង្សនៃការកើតឡើងអំពីកថារបស់ញាតិញោមពុទ្ធបរិស័ទសរសើរថាបានសម្រេចយ៉ាងដូចម្តេចសរសើរថាទាននេះបានសម្រេចនៅអានិសង្សគុណទាំងសងខាងទាំងបដិគិអកៈក៏លោកបានទទួលពូលគឺប្រសង្ឃក៏លោកបានទទួលញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាក៏បានសម្រេចនៅគុណប្រយោជន៍ពូលគឺអានិសង្សបានដូចគ្នាណាអញ្ចឹងហើយបានជាលោកសម្ដែងមកថាកថានេះមានលក្ខណៈពិសេស5យ៉ាងស្អីខ្លះមិនចេតនា3ឥឡូវដឹងឥឡូវនិយាយពីលក្ខណៈពិសេសរបស់កថាវិញអូញាតិញោមនេះទៅតាមបាននេះចេះមែនដែរណ៎អញ្ចឹងព័ត៌មានមកក្តៅមកមានន័យថាគាត់ចាំតែគាត់ថាមិនសូវច្បាស់អញ្ចឹងលក្ខណៈពិសេសរបស់អង្គកថាឬក៏ហៅថាលក្ខណៈពិសេសរបស់កថាមាន5យ៉ាងទី1កាលវិសេសោកាលវិសេសោបានសេចក្តីមកថាផ្លែកទៅដោយកាលកថាទានមានរយៈកាលត្រឹមតែ29ថ្ងៃចាប់តាំងពី100ខែអាសត់រហូតដល់ថ្ងៃពីបរមីខែកដិក15កើតខែកដិកអញ្ចឹងគឺជាអំណាចនៃអង្គកថាទានណាអំណាចនៃកថាទានចាប់ពីថ្ងៃ100ខែអាសត់រហូតដល់ថ្ងៃ15កើតខែកដិកអញ្ចឹងមានន័យថាថ្ងៃណាគឺថ្ងៃ15កើតហ្នឹងគឺញាតិញោមពុទ្ធបរិស័ទអាចសូត្រមន្តចម្រើនប្រព្រឹត្តស្អែកដល់ថ្ងៃ100ចាប់តាមហើយកថាបានណាអញ្ចឹងមានរយៈកាលត្រឹមតែ29ថ្ងៃទេក្នុងមួយឆ្នាំមានត្រឹមតែ29ថ្ងៃវត្តមួយអាចហែកថាបានទទួលកថាបានត្រឹមតែមួយអត់អាចលើសពីបានទេអញ្ចឹងបានសេចក្តីមកថាត្រឹមតែ29ថ្ងៃគឺជាកាលទានយើងចង់ធ្វើពេលណាក៏បានដែរប៉ុន្តែបើផុត31 32 35ទៅធ្វើបានទេអត់បានទេតែធ្វើបានទេគេបលិះចាប់ឲ្យអត់ទេនៅវាខុសអំពីកាលបញ្ញត្តិអញ្ចឹងបានជាលោកសម្ដែងមកថានៅក្នុងកាលវិសេសោកថាគឺផ្លែកទៅដោយកាលមានត្រឹមតែ29ថ្ងៃណាទី1ផ្លែកទៅដោយកាលទី2វត្ថុវិសេសោគឺផ្លែកទៅដោយវត្ថុផ្លែកទៅដោយវត្ថុមាន3យ៉ាងគឺជាវត្ថុរបស់កថាមានសង្ឃាដីមានជីវរនិងមានស្បង់អញ្ចឹងវត្ថុជាតួរបស់កថានឹងមាន3យ៉ាងហ្នឹងខ្ញុំជឿញាតិញោមហើយអ្នកកញ្ចប់នៅខាងក្រោយនឹងមើលមានគ្រប់អត់ទេមានលើផងហើយណាបើរបស់គេមាន7មុខជួនកាលមានរហូតដល់ទៅ9មុខមានអីខ្លះខ្សែអាហ្នឹងហៅថាអត់គុតហ្នឹងហើយ The same ខ្សែក្រវ៉ាត់នៅថងយាមមានប្រក្រាបមានសង្ឃាដីមានស្បង់សម្ពុតងូតមាននិស័យតនៈណាមានច្រើនទៀតនៅក្នុងហ្នឹងយ៉ាងហោចណាស់9មុខនៅក្នុងហ្នឹងអញ្ចឹងវត្ថុរបស់កថាហ្នឹងប៉ុន្តែក្នុងវត្ថុរបស់កថាគឺមានតែ3គឺមានសង្ឃាដីជីវរនិងស្បង់ដែលញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាយកមួយណាមកធ្វើជាកថាក៏បានដែរកាលដែលសម័យពុទ្ធលោកគង់ធរមាននៅឡើយឬក៏សម័យនោះជួនកាលទៅគេហែតែស្បង់មួយយកមកធ្វើកថាទេប៉ុន្តែបើតាមយើងធ្វើដូច្នេះតែស្បង់មួយតែសង្ឃាដីមួយយើងមិនអាចឆ្លើយតបនឹងតម្រូវការប្រមហាក្លោងទ្វារនឹងបានទេមិនអាចឆ្លើយតបជាមួយនឹងសាយវងនឹងបានទេសន្ទរកថាថាអញ្ចឹងមិញចឹងត្រូវតែមានការផ្គត់ផ្គង់ត្រូវតែមានការរៀបចំសម្ភារៈអ្វីមានការបៀលច្រើនសន្ធឹកសន្ធាប់ទៀតញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាក្រំតែខ្ញុំកណាអាត្មាកូនវត្តមួយនោះវាចង់រត់រួចផងចុងខែភ្នែកសម្ដងហើយតមងតទឹកភ្លើងសម្ភារៈអាស្រង់នៅក្នុងទីនេះខ្ញុំកណាអាត្មាថាឆ្ញោចព្រះមហាសង្ឃាទឹកដីព្រះអង្គគ្រូលោកមានប្រាជ្ញាក្នុងការរៀបចំច្រើន
ចឹងបានជាមកនេះខ្ញុំគណៈអាត្មាតែងតែកោតសរសើរនឹងវីរភាពរបស់ព្រះអង្គគ្រូហើយនៅក្នុងការរៀបចំកិច្ចការងារផ្សេងនោះទៀតផងដែរអញ្ចឹងបានសេចក្តីមកថាកិច្ចការងារនៅក្នុងទីនេះញាតិញោមពុទ្ធបរិស័ទបានរៀបចំហើយនេះគេឲ្យឈ្មោះថាជាវត្ថុវិសេសោគឺជាវត្ថុរបស់កថា3យ៉ាងទី3ឲ្យឈ្មោះថាកម្មវិសេសោកម្មប្រែមកថាអំពើឬក៏ការធ្វើអញ្ចឹងអំពើនៅក្នុងទីនេះបានសេចក្តីមកថាការធ្វើរបស់ញាតិញោមក្តីការធ្វើរបស់ភិក្ខុសង្ឃអ្នកទទួលក្តីអញ្ចឹងបានជាធម៌ទេសនាមកកណ្ដាលឬក៏ខាងដើមមកថាកថានេះបានប្រយោជន៍ឬក៏បានសម្រេចនៅអានិសង្សទាំងបដិគិអកៈនិងទាំងញាតិញោមអ្នកធ្វើផងញាតិញោមអ្នកធ្វើផងអនុគ្រោះដល់ភិក្ខុសង្ឃផងអញ្ចឹងបើយើងធ្វើទៅតាមរបៀបវិន័យកិច្ចតាមកថាថារកិច្ចដែលមានវិន័យ3ដកជាគោលព្រះភិក្ខុសង្ឃលោកក្រាលទៅតាមរបៀបព្រះវិន័យនោះបានសេចក្តីមកថាកថានឹងបានសម្រេចនៅអានិសង្សគុណនេះហើយនេះលោកឲ្យឈ្មោះថាជាកម្មវិសេសោអស់លោកសាទរស់ញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាកាលណាបើសិនជាកើតឡើងទៅតាមរបៀបផ្លូវវិន័យដែលធ្វើឲ្យត្រូវធ្វើឲ្យត្រង់នោះរមែងបានសម្រេចនៅអានិសង្សដូចច្រើនហើយអានិសង្សរបស់ញាតិញោមពុទ្ធបរិស័ទខ្ញុំកណានអាត្មានឹងបានបញ្ជាក់នៅខ្លឹមសារនៅខាងក្រោយនៃពធទេសនាចុងទី4គឺចង់បញ្ជាក់អំពីបដិគិអកៈវិសេសោបានសេចក្តីមកថាការផ្លែកទៅដោយបដិគិអកៈអ្នកទទួលអញ្ចឹងបានសេចក្តីមកបដិគិអកៈអ្នកទទួលគឺបានទៅដល់ព្រះភិក្ខុសង្ឃដែលគង់ចាំប្រវសា នៅក្នុងពុទ្ធសីមាលោកក្រាលក្រងទៅតាមរបៀបវិន័យទៅតាមរបៀបកថាដែលព្រះអង្គលោកជាអ្នកចេះចាំជ្រាបឆ្លាស់នៅក្នុងព្រះវិន័យនេះហើយចុងក្រោយគឺអានិសង្សវិសេសោបានសេចក្តីមកថាផ្លែកទៅដោយអានិសង្សអានិសង្សយ៉ាងដូចម្ដេចអានិសង្សគឺជាផលតម្រៃដែលហុចឲ្យមកអ្នកធ្វើឧទាហរណ៍ថាបើយើងអូដឺអីមួយអានឹងវាបានរបស់នឹងមកវិញហើយមែនទេប៉ុន្តែជួនកាលវាខុសអីទៅជួយដែរបច្ចេកទេសអញ្ចឹងណាប៉ុន្តែមិនងាយខុសទេបើអំសូនក្តីឬក៏អីផ្សេងអញ្ចឹងណាអានេះគឺជាផលគឺអានិសង្សណាអញ្ចឹងបានជាលោកថាកថានេះមានលក្ខណៈពិសេសប្លែកជាងទៀតដទៃត្រង់5ចំណុចយ៉ាងទី1ប្លែកទៅដោយការប្លែកទៅដោយអំពើប្លែកទៅដោយវត្ថុប្លែកទៅដោយបដិគិអកៈនិងប្លែកទៅដោយអានិសង្សណាប្លែកទៅដោយអានិសង្សញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាអានិសង្សរបស់ភិក្ខុសង្ឃដែលខ្ញុំគណៈអាត្មាបានបញ្ជាក់មកខាងដើមហើយដែលមានបទមកថាណាមនចារោអសមាទានចារោណាលក្ខរហូតដល់ទៅទីបញ្ចប់អញ្ចឹងអានិសង្សរបស់ញាតិញោមម្ដងបើសៀទៅដល់អានិសង្សមានន័យថាធម៌ទេសនាហ្នឹងសៀចិត្តឲ្យចប់ហើយម៉ោង8ហើយព្រោះកុំឲ្យនិមិត្តញ៉ាំទៅផ្ទះទេសនាថ្ងៃហ្នឹងPOព្រោះម៉ោងយូរផងមកហ្នឹងហើយបើយោមអង្គុយអញ្ចឹងបើតាមមើលទៅសោចហ្នឹងសោចប្រឡប់ទេណាប៉ុន្តែបើយោមអង្គុយលើកៅអីយើងគ្រាន់បើបន្តិចព្រោះអត់ឈឺចង្កេះប៉ុន្តែបើអង្គុយអញ្ចឹងរៀងពិបាកបន្តិចអញ្ចឹងអានិសង្សដែលកើតឡើងនៅក្នុងទីនេះញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាអានិសង្សនៃការកើតឡើងពីព្រោះថាការកើតឡើងអំពីការថ្វាយកឋិនប្រគេនកឋិនរបស់ទីយុអ្នកធ្វើកឋិនប្រគេននៅស្បង់ស្បៃត្រៃជីវរដែលមាននៅខាងក្រោយមានប្រមាណប៉ុណ្ណេះសម្រាប់ថ្ងៃស្អែកហែហមអង្គកឋិនទានវេប្រគេនចំពោះព្រះភិក្ខុសង្ឃនោះរមែងនឹងបានសម្រេចនៅអានិសង្សច្រើនអញ្ចឹងអានិសង្សនៃការកើតឡើងនៅក្នុងទីនេះញាតិញោមសាធុសប្បុរសសម័យពុទ្ធកាលកឋិនដែលកើតឡើងឬក៏អ្នកធ្វើមុនគេនោះមានតួអង្គអ្នកបានធ្វើមុនគេដែលកើតឡើងនៅក្នុងក្រុងសាវត្ថីគឺកើតឡើងនៅក្នុងទីនេះដែលនិយាយអំពីស្ដេចប្រសេនតិកោសលគឺជាអ្នកធ្វើមុនគេនៅក្នុងសាសនារបស់ព្រះចិនស្រីនៃយើងក្រំតែព្រះសម្មាសម្ពុទ្ធព្រះអង្គលោកពុទ្ធានុញ្ញាតឲ្យកើតមានឡើងកឋិននៅក្នុងព្រះសាសនាប្របាទប្រសេនតិកោសលលោកបានរៀបចំចាត់ចែងធ្វើអង្គកឋិនទានវេប្រគេនភិក្ខុសង្ឃដែលមានព្រះសម្មាសម្ពុទ្ធគង់នៅក្នុងទីនេះជាប្រមុខអញ្ចឹងបានសេចក្តីមកថាអង្គកឋិនទានដែលកើតមាននៅក្នុងពេលនោះមកមានអ្នកធ្វើមកច្រើនមកទៀតញាតិញោមពុទ្ធបរិស័ទដូចជានាយតិនបាលមាននោះនឹងក្រំតែបានជួយខ្វាយខ្វល់ចាត់ចែងរៀបចំ
ធ្វើនៅអង្គកថានទានចំពោះសិទ្ធិហ្នឹងក៏បានកើតទៅជាអ្នកមានប្រាជ្ញាអ្នកមានពណ៌សម្បត្តិល្អអំណះអនាគតជាតិមានច្រើនរីឯអ្នកស្បង់អ្នកប្រគេនអ្នកស្បង់ស្បែកត្រៃជីវរដូចជានាងឧមាតន្តីជាដើមនោះស្អាតដូចជានារីសីលធម៌វត្តមនីសុតារាណានាងឧមាតន្តីនេះគឺដោយអំណាចនៃការរៀបចំនៅស្បង់ស្បែកត្រៃជីវរនឹងកើតឡើងនៅពេលនោះដែរនេះសុខែប្រន់រឿងអញ្ចឹងបានសេចក្តីមកថាអានិសង្សរបស់ទាយុអ្នកបានធ្វើអង្គកថានទានប្រគេននៅស្បង់ស្បែកត្រៃជីវរចំពោះព្រះភិក្ខុសង្ឃនេះរមែងបានសម្រេចនៅអានិសង្ស5យ៉ាងទី1គឺសុវណ្ណតាមានរូបល្អល្អះគួរជាទីពេញបិលរមិលមើលណាស់សុវណ្ណតាសុរូបតាមានរូបល្អសុវណ្ណតាសុរូបតាសុសន្តានាមានទ្រង់ទ្រាយល្អគួរជាទីស្អាតមិនបាច់ចាំ make up មិនបាច់ចាំធ្វើអ្វីសពគ្រប់បែបយ៉ាងទេស្អាតពីដើមមកហ្មងអញ្ចឹងណាសវណ្ណតាសរុបតាសុសន្តានាណារហូតដល់ទៅការបំពេញអនាគតជាតិការបានប្រគេននៅវត្ថុទាំងឡាយមានសម្ពុតកថាជាដើមនេះនឹងបានសម្រេចទៅជាអេហេភិក្ខុណាទីបំផុតនៃជាតិនឹងបានសម្រេចទៅជាស្ដេចចក្រពត្តិរាជត្រាធិរាជនៅក្នុងជាតិណាមួយនេះដោយអំណាចយ៉ាងម៉េចដោយអំណាចនៃការប្រគេននៅស្បង់ជីវរនៅក្នុងកាលទាននេះចឹងញាតិញោមចង់បានទេណាព្រោះបានធ្វើហើយកើតឡើងហើយអានិសង្សហ្នឹងភិក្ខុសង្ឃអ្នកទទួលនៅអានិសង្សលៀបដោយអំណាចនៃការប្រគេននៅស្បង់ស្បែកទីត្រៃជីវររបស់ញាតិញោមពុទ្ធបរិស័ទហ្នឹងក៏លោកបានសម្រេចនៅអានិសង្សគុណហ្នឹងរយៈពេលមាន5រហូតដល់ទៅថេរវេលា5ខែរហូតដល់ថ្ងៃ15កើតខែប្រគុណនោះទើបដោយអស់អំណាចនៃអានិសង្សកថាចឹងញាតិញោមអាចបវរណានៅចង្ហាន់ទៅកន្លែងណាតាមការគួរបានណាចឹងទៅចឹងអានិសង្សរបស់ទេយុនឹងក៏បានសម្រេចនៅបានអានិសង្សច្រើនដែរចឹងការសម្រេចនៅគុណប្រយោជន៍ពូលគឺអានិសង្សមកប៉ុណ្ណេះក៏ល្មមសំការវេលានឹងបញ្ចប់ដែរតែមុននឹងបញ្ចប់នៅប្រសិទ្ធធម្មវិសេសទេសនានៅក្នុងរកាពីនេះក៏សូមប្រមូលនៅការកើតឡើងអំពីវត្ថុទាំងឡាយនៃការកើតឡើងនៅក្នុងទីនេះមានការតម្កល់ត្រៃតម្កល់នៅពុទ្ធាសនៈនៅក្នុងទីនេះដើម្បីបានប្រារព្ធឧទ្ទិសនៅបុណ្យកុសលនៃញាតិកាបងតាទាំងអស់គ្នាដែលលោកបានចែកឋានទៅកាន់ប្រារលោកកាលមុខហើយដោយអំណាចនៃការកើតឡើងប្រកបទៅដោយចេតនា3ហៅថាពុព្វចេតនាមុចនចេតនានិងអបរាប្រចេតនាដែលកើតឡើងនៅក្នុងពុព្វហេតុនៃកថាដំណើរលំពីភិក្ខុទាំង30រូបមានប្រកដីចង់ទៅគាល់បំរើថ្វាយបង្គំព្រះបរមសាស្តាចរិយាវង្សដែលព្រះអង្គគង់សម្រាននៅក្នុងវត្តចេតពុនជាអារាមរបស់អនាថបណ្ឌិកសេដ្ឋីរហូតដល់នៅព្រះសម្មាសម្ពុទ្ធព្រះអង្គលោកបានពុទ្ធានុញ្ញាតឲ្យកើតឡើងកថានៅក្នុងព្រះសាសនានេះនិងមួយចំណែកទៀតកថានេះមានលក្ខណៈពិសេសប្លែក5យ៉ាងប្រកបទៅដោយការប្លែកទៅដោយកាលប្លែកទៅដោយវត្ថុប្លែកទៅដោយអំពើប្លែកទៅដោយបដិគិកៈនិងប្លែកទៅដោយអានិសង្សនេះជាលក្ខណៈពិសេសប្លែកជាងទានដតីទាំងអស់នេះដែរដូច្នេះបុណ្យកុសលដែលកើតឡើងអំពីកម្មវិធីអង្គកថាទានដែលមាននៅក្នុងការរៀបចំនិងកត្រៃនៅក្នុងឧបោសថាគារនាវត្តមនីសុតារាមនៅក្នុងឱកាសពេលនេះក៏សូមលើកឡើងទៅជាបញ្ញកុសលតម្កល់នៅក្នុងឱកាសពេលនេះប្រារព្ធប្រគេនថ្វាយជូនចំពោះប្រសពព្រះឧបជាព្រះនាមសេនពុនសងដែលព្រះអង្គបាននិច្ចធម៌ទៅកាន់ព្រះលោកខាងមុខហើយក៏សូមព្រះវិបាកវិញ្ញាណខណ្ឌរបស់ព្រះអង្គបានអរតនានិមន្តមកទទួលភិក្ខុកុសលអំពីសំណាក់ញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាកុំបីអាខានឡើយម្យ៉ាងទៀតញាតិញោមជាម្ចាស់ទានដែលបានរៀបចំតម្កល់ត្រៃយ៉ាងស្អេកស្កះស្គុះស្គាយនៅក្នុងទីនេះធ្វើជាទីជ្រះថ្លាសូមឲ្យកុសលផលបុណ្យទាំងអស់នេះកើតមានដល់សាធុសប្បុរសដែលជាអ្នកមានសទ្ធាជ្រះថ្លាប្រកបទៅដោយកាលទាននោះក៏សូមឧទ្ទិសនូវភិក្ខុផលកុសលនេះប្រារព្ធឧទ្ទិសបុណ្យកុសលជូនទៅដល់ញាតិកាដូនតាដែលលោកបានលះលោកនេះទៅកាន់លោកខាងមុខហើយក៏សូមវិបាកវិញ្ញាណខណ្ឌអស់លោកទាំងអស់នោះឲ្យយន្តោនិងសូមបានបង្កើតនៅក្នុងទីឋាននាវត្តមនីសុតារាមដើម្បីបានអនុគ្រោះនៅបុណ្យកុសលដើម្បីអខានឡើយកាលណាលោកបានទទួលនៅបញ្ញកុសលនេះហើយនោះ
ក៏សូមបាយភៈនិរេប្រគេនពរនឹងឲ្យពរប្រគេនចំពោះព្រះមហាសង្ឃាធិបតីព្រមទាំងករណាម្ចាស់ញាតិញោមសាធុសប្បុរសអនុពុទ្ធបរិស័ទទាំងអស់គ្នាឲ្យពើប្រទះជួបប្រទះតែសេចក្តីសុខចម្រុងចម្រើននាពេលនេះកុំបីគ្លៀសคลายទៅជាបការៈដទៃឡើយអាយ៉ាងសង្កេបេនសមតាការសម្ដែងថ្លែងនៅប្រសិទ្ធកម្មវិសេសទេសនានៅក្នុងកម្មវិធីអង្គធនទានកុសលមតដែលចប់ដោយសង្កត់ប្រាប់សង្ខេបតែប៉ុណ្ណេះឯងអេវ៉ាំងសាធុសាធុសាធុរាន់តែបានឮធម៌ទេសនាខ្ញុំព្រះករុណារីករាយក្រៃប៉ុន្តែព្រះអង្គសង្ខេបខ្លីដែលមានអត្ថន័យខ្លឹមសារណាស់សាធុសាធុព្រះគុណអើយឥឡូវចំហើយសោកស្ដាយពេញអវាងព្រះពុទ្ធញ៉ាំសញ្ញរ័តឲ្យចេញអាណិតកិនមេត្តាមានចិត្តអភ័យនឹងសំដរបានលើកលែងតងសាននេះនេះហើយអំណាចនៃសន្ធិយោព្រះធម្មាពីរួមណាស់ខ្ញុំសូមស្មាទានរតនត្រ័យទីបង្រាល់ថ្ងៃយ៉ាងច្បាស់ច្បាស់ហើយរាំងស្បីស្មាជីវិតកិនប្រកាំជាកូនចៅព្រះលោកអាវសានសាសូមអនុមោទនាសា